យើងបន្ថែមសេចក្តីទៀងត្រង់ហើយឲ្យមានន័យថាឲ្យជំនឿយើងជឿដល់ព្រះហើយឲ្យយើងក៏បានតម្រង់អ្វីដែលវាអ្វីដែលមិនល្អអ្វីដែលមិនស្អាតក៏អាចស្អាតវិញអ្វីដែលតូចច្រឹតក៏អាចតូចច្រឹតវិញហើយយើងនិយាយអំពីនោះយើងធ្វើអញ្ចឹងយើងសម្អាតខ្លួនដោយសារព្រះបន្ទូលយើងអានព្រះបន្ទូលយើងកំណត់ចាំព្រះបន្ទូលយើងរៀនព្រះបន្ទូលយើងមកឯក្រុមជំនុំដើម្បីរៀនព្រះបន្ទូលប៉ុន្តែពេលយើងមកក្រុមជំនុំក៏ជួយឲ្យមានគ្នាយើងមានគ្នាតែបន្តមកយើងជួយដាស់តឿនលើកទឹកចិត្តគ្នាជំរុញគ្នាក៏ជួនកាលប្រដារំរងហើយស្ដីបន្ទោសដែរគឺដើម្បីជួយគ្នាទៅវិញទៅមកឲ្យបានទៀងត្រង់ព្រោះតែយើងមានព្រះបន្ទូលយើងមានគ្នាក្រុមជំនុំត្រូវស្អាងខ្លួនឡើងព្រះបិតាក្នុងអេផេសូដូច្នេះហើយមួយទៀតយើងអធិដ្ឋានសូមឲ្យព្រះជួយយើងប៉ុន្តែយើងបាននិយាយប្រមាណទៅហើយអំពីបន្ថែមតម្រេះវិសេសណាតម្រេះវិសេសជាងមាសនិងប្រាក់ព្រះថាអ្នកដែលមានតម្រេះនិងប្រាជ្ញាគឺគេមានអ្វីដែលវិសេសជាងមាសនិងប្រាក់ទៀតហើយក៏យើងត្រូវថែមតម្រេះមិនមែនតម្រេះគ្រប់យ៉ាងទេយើងថែមតម្រេះដែលល្អដូចជាសុចរិតអំពីព្រះថាឲ្យយើងល្ងងខាងឯសេចក្តីអាក្រក់ល្ងងខាងឯសេចក្តីអាក្រក់បញ្ហាជាអ្នកគ្រីស្ទានច្រើនយល់ហើយដឹងច្រើនជាងអំពីលោកីអំពីបាបជាងដឹងអំពីព្រះគម្ពីរច្រើនហើយគេដឹងច្រើនអំពីអ្វីដែលលោកីធ្វើប៉ុន្តែគេអត់ដឹងច្រើនអំពីព្រះគម្ពីរគេសួរសំណួរហើយនេះណាមែនអ្នកដែលជឿដល់ព្រះ30ឆ្នាំជាងគេសួរខ្ញុំថាព្រះយេស៊ូវនៅចំនួនណាដូចជាគាត់មុនម៉ូសេឬអត់មានបញ្ហាមែនទេយើងយល់គួរតែមានចំណេះដឹងម៉ូសេមិនមែនដូចជាចំនួនព្រះយេស៊ូវទេឬក្រោយគឺចំនួនខ្ញុំម៉ូសេនៅចំនួនខ្ញុំតែអត់ទេម៉ូសេយើងដឹងអំពីពេលណាម៉ូសេនៅក្នុងព្រះគម្ពីរដែរយូរឆ្នាំមុនព្រះយេស៊ូវមកប្រសូតមកជាង 1000 ឆ្នាំមុនព្រះយេស៊ូវប្រសូតមកប្រហែលជា1500 ឆ្នាំដូច្នេះយើងអានព្រះគម្ពីរកាន់តែច្រើនយើងយល់កាន់តែច្រើនយើងដឹងថែមទៀតបន្តិចម្ដងយើងនិយាយតែមុនព្រះបង្រៀនយើងទៅជាកូនក្មេងហើយព្រះបង្រៀនយើងតិចម្ដងមិនមែនយើងថែមចម្រេះទាំងអស់តែម្ដងទេបានជាយើងធ្វើសៀវភៅដូចនេះដែរយើងយកសៀវភៅមួយម្ដងហើយយើងធ្វើវាបន្ថែមតម្រេះតិចម្ដងហើយអ្នកខ្លះក៏ខ្ជិលពេកឲ្យធ្វើប៉ុណ្ណឹងប៉ុន្តែបើសិនជាយើងធ្វើសៀវភៅនេះដាក់ទាំងអស់គ្នា 1000 ទំព័រជាងពីព្រោះនៅឆ្នាំនេះយើងនឹងធ្វើជាង 1000 ទំព័របើយើងដាក់ជាង 1000 ទំព័រប្រហែលជាយើងទាំងអស់គ្នាខ្ជិលពេកយើងមើលវាថាអូទៅអាកាសទេអត់ទេធំពេកប៉ុន្តែពេលយើងធ្វើ10 ទំព័រមួយទឹកឬ20 ទំព័រមួយទឹកយើងថាអូខ្ញុំធ្វើបានព្រះបង្រៀនយើងតិចម្ដងឲ្យយើងដូចជាញ៉ាំបានដូចជាឪពុកម្ដាយពេលមានសាច់ឬមានអីផ្សេងកូនត្រូវញ៉ាំកូនតូចគេកាត់វាតូចសិនកូនដាក់ក្នុងមាត់បានពីព្រោះបើធំពេកកូនញ៉ាំអត់កើតទេហើយព្រះដូចជាកាត់ដូចជាចំណេះតិចម្ដងដើម្បីយើងដូចញ៉ាំបានហើយព្រះល្អព្រះអត់ធ្មត់ព្រះដូចជាដឹងថាយើងល្ងងហើយយើងត្រូវរៀនតិចម្ដងហើយព្រះព្រមបង្រៀនយើងតិចម្ដងប៉ុន្តែបើយើងអត់ព្រមរៀនចឹងយើងនៅល្ងងដដែលប៉ុន្តែដល់យើងថែមតិចយើងនឹងមានចំណេះកាន់តែច្រើនដូច្នេះថ្ងៃនេះយើងមើលនៅក្នុងកូរិនថូសទី1ជំពូក 8 កូរិនថូសទី1ជំពូក 8 កូរិនថូសទី1ជំពូក 8 ខ 1 ហើយខ 2 ខ 1 ថាអាយត្រង់ភោជនាហារដែលបានថ្វាយតើរូបព្រះ
នោះយើងរកគ្នាដឹងថាពួកអក្សរខុសណានេះវាថាម៉េចត្បិតមែនទេណ៎ត្បិតអូខេត្បិតយើងទាំងអស់គ្នាមានចំណេះរីឯចំណេះនោះនាំឲ្យចិត្តប៉ោងឡើងតែសេចក្តីស្រឡាញ់ស្អាងចិត្តឡើងវិញបើអ្នកណាស្មានថាខ្លួនចេះអ្វីនោះមិនទាន់បានចេះតាមដែលគួរចេះណាឡើយទេសូមសម្រុំជាអធិដ្ឋានព្រះម្ចាស់សូមអរគុណព្រះអង្គដែលទ្រង់ជាព្រះរបស់ទូបង្គំហើយអរគុណដែលទ្រង់មានគ្រប់ប្រាជ្ញាទ្រង់ដឹងគ្រប់ការទាំងអស់ព្រះសូមជួយសម្ដែងឲ្យទូបង្គំយល់កាន់តែច្បាស់អំពីព្រះអង្គពីព្រះបន្ទូលសូមជួយទូបង្គំបន្ថែមតម្រេះតែព្រះម្ចាស់ជាពិសេសថ្ងៃនេះសូមជួយទូបង្គំបង្រៀនឲ្យបងប្អូននេះយល់បង្រៀនឲ្យព្រះអង្គប្រើមេរៀននេះដើម្បីប្រដារំរងបង្ហាត់ទូបង្គំហើយទូបង្គំសូមដែលព្រះនាមព្រះគ្រីស្ទអាមែនថ្ងៃនេះខ្ញុំចង់និយាយអំពីគ្រោះថ្នាក់នៃតម្រេះជួនកាលមនុស្សគេមានតម្រេះគេបានគ្រោះថ្នាក់ហើយគេថាបន្តែលោកគ្រូយើងត្រូវថែមតម្រេះមិនឲ្យថែមតម្រេះសំខាន់តែខ្ញុំចង់ឲ្យបងប្អូនយល់ថាអ្នកខ្លះថែមតម្រេះហើយព្រះគម្ពីរខ្ញុំចង់ឲ្យមើលដូចជាមុនពេលព្រះគម្ពីរឲ្យយើងថែមទៀងត្រង់ថែមតម្រេះមិនមែនឈប់ប៉ុណ្ណឹងទេប៉ុន្តែយើងត្រូវថែមទាំងអស់ហើយមួយដែលយើងថែមក៏ជាសេចក្តីស្រឡាញ់ហើយដូចជាអ្វីទាំងអស់បើសិនជាមនុស្សគេអាចប្រើមនុស្សឲ្យជាហើយគេអាចធ្វើអពុទ្ធិហេតុយ៉ាងធំមែនទែនទៅវាពោលថាក្នុងគ្រីស្ទទី1ចំពុក13ថាបើគេអត់មានសេចក្តីស្រឡាញ់អត់ប្រយោជន៍ទេព្រះគម្ពីរក៏ថាបើសិនជាគេក៏ឲ្យលួយទាំងអស់គេលក់ផ្ទះសម្បែងគេលក់ទ្រព្យសម្បត្តិរបស់គេទាំងអស់គេលក់ទាំងអស់ហើយគេឲ្យអ្វីទាំងអស់ដែលគេមានតអ្នកក្របើគេគ្មានសេចក្តីស្រឡាញ់ក៏អត់ប្រយោជន៍ដែរគាត់ថាបើគេចេះនិយាយភាសាហើយខ្ញុំគិតថាព្រះគម្ពីរប្រើភាសាអន្តរជាតិមែនទេភាសាដល់ស្ទេចំពុក13មើលខំមួយបាទហើយគេចេះនិយាយភាសាផ្សេងកាន់តែច្រើនប៉ុន្តែអត់មានសេចក្តីស្រឡាញ់ភាសាអីវ៉ាភាសាមនុស្សជាតិនិយាយអំពីភាសាដែលអ្នកដទៃនិយាយដែរអញ្ចឹងគេចេះអង់គ្លេសគេចេះបារាំងគេចេះជប៉ុនគេចេះវៀតណាមខ្ញុំស្គាល់គេមានក្មេងម្នាក់គាត់ម៉ាក់ខ្ញុំធ្លាប់មើលគាត់ពេលខ្ញុំតូចហើយគាត់ពេលនោះគាត់ប្លែកមែនទែនគាត់កំប្លែងខ្ញុំចាំខ្ញុំប្រហែលជាអាយុ5ឆ្នាំគាត់អាយុប្រហែលជា1ឆ្នាំ2ឆ្នាំហើយម៉ាក់មើលគាត់តែពេលគាត់ធំហើយខ្ញុំមកទៅបានជួបគាត់ទេតែជួបម៉ាក់គាត់ថាគាត់ចេះ7ភាសាខ្ញុំផ្លែ7ភាសាគាត់តាជាមួយពួក UN ហើយនឹងនៅជាមួយ UN ហើយគេត្រូវការអ្នកបកប្រែគាត់បកប្រែ7ភាសាប៉ុន្តែមិនមានភាសាពិបាកទេមានតែភាសាដូចអាល្លឺម៉ង់បារាំងជប៉ុនអូគាត់ចេះភាសាមែនទែនសពថ្ងៃនេះគាត់នៅប្រទេសអាល្លឺម៉ង់វិញហើយនឹងប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនយល់តែបើខ្ញុំចេះភាសាច្រើនហើយខ្ញុំទៅភ្នំពេញនិយាយជាភាសាចិនជាមួយគេជាភាសាកូរ៉េជាភាសាជប៉ុនប៉ុន្តែអត់មានសេចក្តីស្រឡាញ់អត់ប្រយោជន៍ឥឡូវក្នុងគ្រីស្ទទី1ចំពុក8ព្រះគម្ពីរថាបើខ្ញុំមានចំណេះប៉ុន្តែខ្ញុំអត់មានសេចក្តីស្រឡាញ់ព្រះគម្ពីរថាក៏មិនមែនតែអត់ប្រយោជន៍ប៉ុន្តែខ្ញុំត្រូវប្រយ័ត្នកុំឲ្យចិត្តខ្ញុំប៉ោងឡើងមានអំនួតព្រោះមនុស្សច្រើនគេអួតអំពីចំណេះរបស់គេដឹងច្បាស់អ្វីដែលខុសអ្វីដែលត្រូវគេដឹងទាំងអស់ហើយ
hai cái trong pháp dương đai hai cái chết tại tha ni sen hai bên trái cái ọt miên sắc đề sổ lan ni ọt miên priyaw tê hai cái trong ưu tì họ bảo bông cái này bà sân chỉ miên khmeng cái tập riêng ai chắc rõ và hai đứa sợi niết ai dục 7 năm 4 năm hai wow chân có hai chỉ chạp nằm rõ và hai rồiពេលស្រីនេះចាប់ផ្ដើមរត់ដល់10ហើយគាត់ថា1 2 3 4 5 6 7 8 9 10ហើយគាត់មកប្រាប់យាយមើលខ្ញុំរត់ដល់10បានហើយគាត់នេះហើយយាយយ៉ាងម៉េចយាយថាអូល្អណាស់អូល្អមែនទេហើយបងប្អូនខ្ញុំថានោះមិនមែនអួតទេខ្ញុំច្រឡំនោះមិនចាក់ប៉ោងទេពេលខ្ញុំរៀនព្រះគម្ពីរស្រាប់តែខ្ញុំឃើញអ្វីថ្មីខ្ញុំតបប្រាប់អ្នកដទៃខ្ញុំថាអូខ្ញុំអានព្រះគម្ពីរហើយខ្ញុំទប់ឃើញនេះហើយគេថាអូល្អណាស់នោះមិនមែនអួតទេខ្ញុំច្រឡំព្រះចង់ឲ្យយើងនិយាយជាមួយអ្នកដទៃអំពីអ្វីដែលយើងទើបរៀនក្នុងព្រះគម្ពីរដែរព្រះចង់ឲ្យយើងប្រាប់អ្នកដទៃខ្ញុំចាំពេលខ្ញុំទើបជឿហើយខ្ញុំមកឯក្រុមជំនុំខ្ញុំគិតថាខ្ញុំនិយាយក្នុងសាលាថ្នាក់របស់ឪពុកក្មេកខ្ញុំហើយខ្ញុំទើបយល់រ៉ូមចំពុក12ខ1ខ2ហើយខ្ញុំអត់សូវបានដឹងព្រះគម្ពីរច្រើនក្នុងថ្នាក់ហ្នឹងសិស្សផ្សេងគេចេះច្រើនជាងខ្ញុំមែនទេគេដឹងពីខនោះយូរហើយតែខ្ញុំទើបឃើញហើយខ្ញុំចាប់ផ្ដើមថាគេថាអូមើលរងចំពុក12ខ1ហើយវាថាអញ្ចឹងហើយមានគេថាទើបឃើញអញ្ចឹងហ៎បាទខ្ញុំទើបឃើញព្រះអត់មើងងាយមនុស្សដែលអត់សប្បាយដោយព្រោះគេបានចំណេះទេហើយពេលយើងនិយាយអំពីអ្វីដែលយើងបានរៀននោះមិនមែនអួតនោះមិនមែនជាចិត្តដែលប៉ោងឡើងទេប៉ុន្តែអំនួតហើយចិត្តប៉ោងមិនមែនតែអត់សប្បាយដោយព្រោះបានចំណេះអំនួតមើងងាយអ្នកដទៃនោះស្រីនេះក៏រាប់ដល់10ហើយក៏ប្រាប់យាយមើលយាយខ្ញុំរាប់10យាយថាល្អស្រីនេះតើរកយកស្វែងយកស្អាតទៅចិត្តទេងងណាហើយយាយថាស្រីនេះមកស្រីនេះកុំអួតព្រោះស្រីនេះនៅតែងងដែរមានគេច្រើនចេះរាប់ជាង10ទៀតអូដល់ប្រមាណអ្នកខ្លះចេះដល់100ចឹងស្រីនេះខំរៀនអូហើយបាន100ហើយពេលគាត់បាន100ហើយគាត់គេខ្ញុំចេះដល់100អញងងម្ល៉េះយាយថាស្រីនេះមានគេចេះរាប់ដល់1000ហើយឡើយខ្ញុំចង់ឲ្យបងប្អូនយល់មែនហើយពេលយើងរៀនហើយពេលយើងបានចំណេះជួនកាលអ្នកដទៃអត់មានចំណេះស្មើនឹងចំណេះយើងមែនតែកុំភ្លេចព្រះមានចំណេះច្រើនជាងយើងឆ្ងាយយើងមិនបានអួតទេហើយយើងនៅតែយើងបានចំណេះប៉ុន្មានក៏ដោយយើងនៅតែមានចំណេះស្មើនឹងក្មេងតូចពេលយើងប្រៀបជាមួយព្រះហើយព្រះមិនចង់ឲ្យយើងមើងងាយអ្នកដទៃដែលព្រោះគេមានចំណេះស្មើនឹងយើងព្រះចង់ឲ្យយើងដោយសារសេចក្តីស្រឡាញ់ជួយគេដែរហើយគេប្រហែលជាមិនអាចយល់ទាំងអស់ភ្លាមទេប៉ុន្តែយើងក៏ជួយណែនាំគេហើយយើងលើកទឹកចិត្តយើងឲ្យគេក៏ចាប់ផ្ដើមស្វែងរកឲ្យបានចំណេះរបស់ព្រះផងតែខ្ញុំចង់ឲ្យបងប្អូនយល់ថាចំណេះអាចមានគ្រោះថ្នាក់ហើយយើងគួរតែចាំថាពេលយើងបានចំណេះយើងគួរតែចាំថាព្រះមានចំណេះច្រើនរ៉ូមចំពុក11សូមមើលរ៉ូមចំពុក11រ៉ូមចំពុក11ហើយយើងមើលខ33
រ៉ូមជំពូក11ខ33ណប្រាជ្ញានិងចំណេះដល់បរិបូរណ៍របស់ព្រះគេថាម៉េចជ្រៅណាស់តាហើយព្រះតម្រេះរបស់ទ្រង់តើមានអ្នកណានឹងស្ទង់បានហើយផ្លូវទ្រង់តើមានអ្នកណានឹងរកតាមបានបងប្អូនច្រើនតែដឹងហើយតាសំណាងស្លាប់អតិនេះហើយនឹងគាត់ថាឋានសួគ៌ចៅរបស់គាត់ថាគាត់ចូលចិត្តរៀនហើយមិនខ្ញុំឃើញដែរគាត់ចូលចិត្តរៀនហើយគាត់ចូលចិត្តអានសៀវភៅគាត់ចូលចិត្តមើលអង់គ្លេសនិងបារាំងនិងខ្មែរប៉ុន្តែគាត់ចូលចិត្តរៀនពេលយើងដល់ឋានសួគ៌ខ្ញុំខ្លាចបងប្អូននឹងរសាយចិត្តណាស់ពីព្រោះក្មេងៗប្រហែលជាអត់ចូលចិត្តរៀនទេប៉ុន្តែពេលយើងដល់ឋានសួគ៌យើងមិនមែនឈប់រៀនទេយើងយល់កាន់តែច្រើនរហូតចង់សួរសំណួរណាដល់ព្រះយើងសួរបានហើយយើងមិនពិបាកយល់បើឥឡូវនេះគាត់ខួរក្បាលរបស់ខ្ញុំជួនកាត់កៀងហើយខ្ញុំពិបាកចាក់តែយើងដល់ឋានសួគ៌ព្រះនឹងពន្យល់ឲ្យយើងហើយយើងថាអូមែនហើយព្រោះឥឡូវនេះយើងអានព្រះគម្ពីរហើយយើងអានច្រើនដងហើយជួនកាលយើងណាស់តែខួរក្បាលឆែកអស់ហើយផ្សាយចេញពីនេះតែពេលដែលយើងបានដល់ឋានសួគ៌យើងបានដូចជាម៉ូទ័រថ្មីយើងបានម៉ាស៊ីនដែលដើរបានណាអត់ស្ងួតគ្រប់ទឹកខ្ញុំគិតថាយើងទាំងអស់គ្នាខ្វះអត់គ្រប់ទេប៉ុន្តែពេលយើងដល់ឋានសួគ៌យើងយល់ស្រួលមែនទែនយើងសួរព្រះពន្យល់ឲ្យយើងប៉ុន្តែយើងមិនដែលអស់សំណួរទេពីព្រោះប្រាជ្ញារបស់ព្រះគ្មានកំណត់យើងសួរពីផ្កាយបានព្រះអាចប្រាប់យើងពីផ្កាយប្រហែលជា10000ឆ្នាំនៅសពថ្ងៃនេះមនុស្សគេពេញមួយជីវិតគេមើលហើយគេរៀនពីផ្កាយហើយគេថាគេគិតថាសពថ្ងៃនេះថាផ្កាយរាប់មិនអស់មែនហើយព្រះគម្ពីរនេះអញ្ចឹងយូរហើយប្រហែលឆ្នាំមុនគេថាមានប្រមាណ1000ផ្កាយចំណេះរបស់គេតិចគេត្រូវតែមើលព្រះគម្ពីរគេដឹងហើយផ្កាយរាប់មិនអស់ឥឡូវនេះគេដឹងហើយចំណេះរបស់គេឡើងតិចប៉ុន្តែគេនៅតែអត់យល់ទាំងអស់ពីផ្កាយទេតើអីទេព្រះដល់ឋានសួគ៌បើចង់ដឹងពីផ្កាយសួរព្រះគេមើលនៅក្នុងទឹកជម្រៅបងប្អូនដឹងអត់នៅប្រហែលខែមុនគេទើបបានថតសាកដែលនៅក្នុងទឹកជ្រៅថ្មីខ្ញុំគិតថាវាស្រដៀងនឹងត្រីមឹកមែនទេត្រីមឹកប៉ុន្តែវាធំដូចជាវាធំជាងបន្ទប់នេះវាស៊ីគេហៅ whale គេហៅអីគេដឹងថាគេដឹងពីវាមានពីព្រោះគេធ្លាប់ឃើញធ្មេញរបស់វានៅលើត្រីធំដែលធំជាងបន្ទប់នេះវាស៊ីត្រីធំជាងបន្ទប់នេះទៀតហើយគេអត់ដាក់ថតអត់ដាក់ឃើញតែគេគ្រាន់តែឃើញស្នាមរបស់ធ្មេញវាគេថាត្រូវតែមានសាច់ធំមែនទែននៅចម្រៅទឹកប៉ុន្តែឥឡូវនេះគេថតហើយគេសប្បាយដល់ព្រះបង្កើតវាព្រះអត់ឆ្ងល់ថាវាយ៉ាងម៉េចដែរអ្នកណាដែលចូលចិត្តដឹងអំពីសាកនៅក្នុងទឹកគេដល់ឋានសួគ៌គេសួរព្រះបានមានសាកថែមទៀតគេថាគេគិតថាណាតែមានសាកថែមទៀតដែលគេអត់ទាន់រកឃើញហើយប៉ុន្តែព្រះដឹងហើយព្រះដឹងគ្រប់ទាំងអស់ហើយយើងដល់ឋានសួគ៌យើងសួរព្រះហើយយើងយកថែមទៀតអំពីនេះអំពីនោះហើយយើងចង់ដឹងព្រះមើលនេះមាស្អាតម្ល៉េះព្រះនឹងពន្យល់ពីមាឲ្យយើងតែខ្ញុំចង់ឲ្យបងប្អូនយល់ថាពេលយើងដល់ឋានសួគ៌យើងរៀនឲ្យបានតម្រេះកាន់តែឡើងរហូតអត់មានកំណត់ពីព្រោះប្រាជ្ញានិងតម្រេះរបស់ព្រះគ្មានកំណត់ដែរហើយទោះបីយើងដល់ឋានសួគ៌យើងមិនអាចមានតម្រេះស្មើនឹងព្រះបានទេយើងនឹងយល់កាន់តែច្រើនរហូតហើយសពថ្ងៃនេះអ្នក Christian គួរតែមានចិត្តដែលចង់ដឹងពីព្រះចង់យល់ពីព្រះប៉ុន្តែទោះបីយើងយល់ដល់កន្លែងណាក៏ដោយ
សម្រាប់របស់យើងតិចមិនសិនហើយយើងមកដល់ព្រះចៅអូព្រះអង្គខ្ញុំសប្បាយណាស់ខ្ញុំយកហើយណាហើយមកតែមិនមែនចំនួនយេស៊ូទេណាហើយព្រះយេស៊ូមកតែខុសគ្នាឥឡូវខ្ញុំយកហើយតែព្រះចៅល្អណាស់ល្អប៉ុន្តែពេលយើងមើលងាយអ្នកដទៃដែលប្រូក្រាមមានតម្រេះដូចយើងនោះយើងមានបញ្ហាហើយកន្លែងនេះនិយាយអំពីមហូបដែលគេថ្វាយដល់រូបព្រះគេនិយាយពីកន្លែងហ្នឹងហើយគេមើលងាយមនុស្សដែលញ៉ាំមហូបហ្នឹងហើយខ្ញុំចង់ឲ្យបងប្អូនយល់ថាបើគេថ្វាយតាមនេះថាបើគេថ្វាយមហូបនោះដល់រូបព្រះហើយរួចហើយគេឲ្យមហូបនោះមកខ្ញុំហើយខ្ញុំមកដឹងខ្ញុំញ៉ាំបានអត់អីទេប៉ុន្តែបើសិនជាគេប្រាប់ខ្ញុំអូនេះជាវត្តថ្វាយដល់ព្រះហើយអញ្ចឹងគេមកប្រាប់ខ្ញុំនោះខ្ញុំអត់ញ៉ាំមិនមែនដែលព្រោះថាមហូបនោះអាក្រក់ទេខ្ញុំអត់ញ៉ាំដោយព្រោះខ្វាយគេច្រឡំស្មានថាខ្ញុំចូលក្នុងការថ្វាយបង្គំរូបព្រះហ្នឹងប៉ុន្តែខ្ញុំសូមញ៉ាំមួយដែលគេថ្វាយដល់ព្រះដែរខ្ញុំតើខ្លាញ់មកទៅម្ដងផ្សេងហើយស្រាប់តែគេយកខ្ញុំតែខ្លាញ់មានឬសាម៉ៅរ៉ាយជាមួយខ្ញុំហើយគេយកមកគេឲ្យរ៉ាយហើយគាត់ចែកឲ្យខ្ញុំខ្លាហើយយើងញ៉ាំគេយកពីខាងក្រោយព្រោះហើយគេហៅខ្ញុំមកហើយពេលខ្ញុំទៅខ្ញុំឃើញគេផ្សាយហើយនោះខ្លាញ់មានសាម៉ៅច្រើនទៅអូគេយកពីហ្នឹងមែនហើយប៉ុន្តែពេលគេឲ្យយើងអត់សួរទេអត់ទីទេហើយអ្នកខ្លាចអូបាក់អក្រក់មែនទេព្រះអត់ថាចឹងទេព្រះថាចឹងទេតែបើគេឲ្យយើងអត់ដឹងញ៉ាំទៅមហូបណាជាល្អអត់អីទេទាំងអស់ប៉ុន្តែខ្ញុំមកញ៉ាំពីព្រោះខ្ញុំខ្លាចគេចំពោះដួលខ្លាចគេស្មានថាខ្ញុំថ្វាយបង្គំទាំងព្រះយេស៊ូវទាំងព្រះពុទ្ធឬទាំងវិញ្ញាណហើយនេះជាអ្វីដែលគេនិយាយហើយបងប្អូនខ្ញុំចង់ឲ្យបងប្អូនយល់បើសិនជាបងប្អូនយល់អ្វីណាមួយក៏ល្អឬយល់អ្វីណាមួយអាក្រក់ហើយយើងត្រូវជួយអ្នកដទៃណែនាំគេផងបង្រៀនគេផងប៉ុន្តែយើងអត់ត្រូវមើលងាយពីព្រោះយើងថាអូគេល្ងងម្ល៉េះមិនគេធ្វើអញ្ចឹងយើងក៏ល្ងងដែរខ្ញុំធ្លាប់និយាយពួក Baptist យើងខុសពួក Baptist ខុសអញ្ចឹងលោកគ្រូបើយើងខុសយើងគួរតែធ្វើអីផ្សេងជឿអីផ្សេងអត់ទេមនុស្សទាំងអស់គ្នាខុសតែអ្នកដទៃស្មានថាគេត្រូវពួក Baptist ដឹងថាព្រះគម្ពីរត្រឹមត្រូវហើយយើងខុសចឹងពេលមួយជីវិតរបស់ខ្ញុំត្រូវការព្រះគម្ពីរប្រដៅរំលងខ្ញុំអត់ទាន់ដឹងអ្វីទាំងអស់ដែលខុសក្នុងជីវិតខ្ញុំទេខ្ញុំអត់ទាន់ដឹងគ្រប់ទាំងអស់ដែលខ្ញុំយល់ច្រឡំប៉ុន្តែព្រះអត់ធ្មត់ព្រះនឹងនៅតែបង្រៀនខ្ញុំនៅថែមទៀតបញ្ហាគឺពេលយើងមិនអត់ធ្មត់ដល់ព្រះយើងឃើញគេខុសខ្ញុំមិនខុសដូចនឹងយូរហើយខ្ញុំឈប់ប្រព្រឹត្តនឹង3ខែហើយខ្ញុំឈប់ហើយយើងមើលងាយគេដែលព្រោះគេនៅតែធ្វើប្រយ័ត្នបងប្អូនពីតម្រះកុំឲ្យមានគ្រោះថ្នាក់អំនួតហើយយើងដឹងថាមានអំនួតពេលយើងមើលងាយអ្នកដទៃការអស់ស្បាយពីអ្វីដែលយើងចេះមិនខុសទេតែការមើលងាយអ្នកដទៃមិនត្រឹមត្រូវទេសូមសម្រុំចាស់តាមព្រះអង្គអរគុណព្រះអង្គដែលទ្រង់ជួយបង្រៀនទៅបង្គំដែលអត់ធ្មត់ដែលឲ្យទ្រាំទ្រព្រះអង្គសូមអរទៅបង្គំដែលព្រោះទៅបង្គំល្ងងម្លេះក៏ខ្ជិលរៀនសូមជួយទៅបង្គំឧស្សាហ៍រៀនព្រះបន្ទូលសូមជួយទៅបង្គំឧស្សាហ៍មកក្រុមជំនុំសូមជួយទៅបង្គំឧស្សាហ៍អានព្រះគម្ពីរហើយព្រះអង្គសូមជួយទៅបង្គំស្វែងយល់សេចក្តីពិតពីព្រះអង្គហើយសូមជួយទៅបង្គំកុំឲ្យទៅបង្គំមានអំនួតសូមកុំឲ្យទៅបង្គំមើងងាយអ្នកដទៃហើយទៅបង្គំសូមដែលព្រះនាមព្រះគ្រីស្ទយេស៊ូវអាមែន